ปัจจุบันนี้ตั้งปีอาตมาធ្វើជាប្រធានគណៈគ្រប់គ្រងមកបើនិយាយអំពីនៅក្នុងសាលាបឋមសាស្ត្រាអាត្មាសូមបកត្រឡប់មកវិញគឺទី1ការកសាងអំពូលសាលាដាក់អំពូលសាលាទី2គឺអាត្មាចាប់ផ្ដើមកសាងនៅទីចការគឺក្រៅអត្តការ៉ូទី3ក្តងទឹកជាតិទី4ជួសជុលអគារចាស់មួយខ្នងដែលមាន3បន្ទប់នៅក្នុងសាលានៅក្នុងសាលាបឋមសាស្ត្រាហ្នឹងហើយចាប់ផ្ដើមជួសជុលអគារមកគឺអាត្មាចាប់ផ្ដើមធ្វើឡដុតសម្រាមមួយនៅក្នុងសាលាហ្នឹងហើយចាប់ផ្ដើមកសាងឡដុតសម្រាមចប់ហើយគឺអាត្មាដាក់រូបចម្លាក់សម្ដេចវីរបុរសគឺសម្ដេចជួនណាតជ័យមាទី7និងក្រុមងុយហើយចាប់ផ្ដើមធ្វើប្រព័ន្ធលូទឹកហើយចប់ពីឆ្នាំ2023ដល់2024បច្ចុប្បន្ននេះគឺអាត្មាកសាងខ្លងទ្វារមួយគឺតម្លៃអស់15លានជាងអូច្រើន15លានជាងហើយចាក់សាមនៅក្នុងសាលាបឋមសាស្ត្រារួចរាល់ហើយសប្តាហ៍នេះកំពុងដាក់រូបពុទ្ធឯមាមួយដែរនៅក្នុងសាលាបឋមសាស្ត្រានោះគឺសម្រាប់ឲ្យថ្ងៃសិស្សានុសិស្សនៅក្នុងសាលាបឋមសាស្ត្រានោះគឺក្នុងថ្ងៃសិលគឺសូត្រធម៌នមស្ការនៅក្នុងសាលារៀនហ្នឹងត្រង់ថ្ងៃសិលបាទលោកបង Fluid Technology Solutionsសូមនមស្ការក្រាបថ្វាយបង្គំគុំចាស់គ្រប់ព្រះអង្គហើយសូមចម្រើនពរដល់ញាតិញោមអាត្មាភាពប្រណាមគិពិសាសប្តាហ៍នេះជានិស្សិតថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យជាគ្រប់គ្រងហើយសប្តាហ៍នេះជាប្រធានគណៈគ្រប់គ្រងសាលាបឋមសាស្ត្រាដែលស្ថិតនៅភូមិទ្រាឃុំចង្កៃស្រុកបាភ្នំខេត្តព្រៃវែងកណាសុំសួរមួយទៀតតកតមួយនឹងការសិក្សាលោកបងសិក្សាខាងជំនាញអីដែរលោកសប្តាហ៍នេះអាត្មានៅបញ្ញាបត្រអាត្មាតកតើនឹងជំនាញបរិស្ថានហើយដល់ថ្នាក់អនុបណ្ឌិតគឺថ្នាក់ផ្នែកគ្រប់គ្រងផ្នែកគ្រប់គ្រងនៅសាលាជាតិគ្រប់គ្រងបាទសាលាជាតិគ្រប់គ្រងចុះតកតមួយនឹងមុននេះលោកបងមានប្រសាសន៍ថាលោកបងក៏ជាប្រធាននៅគណៈគ្រប់គ្រងអញ្ចឹងចង់ដឹងថានៅទីនោះលោកបងមានតួនាទីជាគណៈគ្រប់គ្រងខាងផ្នែកអីឬមួយក៏ដឹកនាំខាងផ្នែកអីលោកបងអាត្មាសប្តាហ៍នេះជាគណៈគ្រប់គ្រងសាលាបឋមសាស្ត្រានឹងគឺផ្នែកគ្រប់គ្រងទូទៅនៅក្នុងសាលាបឋមសាស្ត្រាទាំងការកសាងការរៃអង្គាការត្រួតពិនិត្យគ្រូបង្រៀនពេញម៉ោងឬមិនពេញម៉ោងអសកម្មនៅក្នុងសាលារៀនហ្នឹងហើយជាពិសេសគឺសិស្សមើលអីតើគាត់មានចំណេះដឹងហើយគាត់រៀនដល់ណាហើយការរៀនរបស់គាត់មានដំណើរការទៅមុខអត់បាទសាលានោះបរៀនចាប់ពីកម្រិតណាទៅដែរលោកបងសប្តាហ៍នេះសាលាបឋមសាស្ត្រានេះអាត្មាសូមបកបន្តិចជាប្រធានគណៈគ្រប់គ្រងសាលាបឋមសាស្ត្រានេះគឺមានការចេញលិខិតមួយពីក្រសួងអប់រំទាក់ទងនឹងជាប្រធានគណៈគ្រប់គ្រងសាលារៀនដែលទាក់ទងនឹងការរៃអង្គាការមើលខុសត្រូវនៅក្នុងសាលាបឋមសាស្ត្រាទូទៅទាំងនយោបាយដោយអាត្មាមានសន្និការពីខាងដើមនេះហើយសប្តាហ៍នេះសាលាបឋមសាស្ត្រានេះមានសាលាសហគមន៍មត្តេយ្យមួយដែលស្ថិតនៅក្រោមឃុំជាថវិការបស់ឃុំហើយគាត់បានឆ្ងាយនៅក្នុងសាលាបឋមសាស្ត្រានោះដែរហើយថ្នាក់សាលាបឋមសាលាត្រានេះមានថ្នាក់ទី1ដល់ថ្នាក់ទី6ហើយគ្រូ6នេះគ្រូចឹងបានថាមានទាំងមត្តេយ្យមានទាំងកម្រិតបឋមសិក្សាបាទប៉ុន្តែនៅក្នុងវត្តតែមួយឬមួយមិនដែរសាលាហ្នឹងក៏មុនសាលាស្ថិតនៅក្នុងវត្តប៉ុន្តែសប្តាហ៍នេះសាលាហ្នឹងបានកាត់ប្លង់រួចហើយប៉ុន្តែសាលានៅក្នុងវត្តដដែលទេប៉ុន្តែបានកាត់ប្លង់ផ្ដាច់ចេញពីវត្តហើយបាទលោកបងអញ្ចឹងជាទស្សនវិស័យរបស់លោកបងយល់ឃើញដូចម្ដេចបានជាលោកបងទៅព្រោះដោយសារនៅក្នុងលោកបងនៅក្នុងវិស័យពុទ្ធចក្រទេប៉ុន្តែលោកបងយល់ឃើញបែបណាទៅលោកបងមានទស្សនវិស័យមានគោលដៅចង់បដាចង់ផ្លាស់ប្ដូរក្នុងវិស័យអាណាចក្រវិញលោកបងបាទបងពីព្រោះអាត្មានៅពេលដែលអាត្មាក៏មុនអាត្មាបួសនៅវត្តព្រះវិហារធំវត្តដែលហៅថាវត្តនេនទុំបួសហ្នឹងហើយសប្តាហ៍ថ្ងៃមកឆ្នាំ2015អាត្មាមកនៅវត្តទ្រាដល់អញ្ចឹងទៅអាត្មាឃើញសាលាបឋមសាស្ត្រានឹងមានការខ្សឹកខ្សោយជាងគេពីសាលាដែលនៅចិត្តនោះដូចជាសាលាបឋមសាស្ត្រហ៊ុនសែនចកាច់សាលាបឋមសាស្ត្រឃ្លាំងគេមានធនធានច្រើនហើយសាលាគេរីកចម្រើនហើយសាលាអាត្មាសាលាបឋមសាស្ត្រានោះនៅពេលដែលអាត្មាមកនោះសាលាមានការពិបាកទាំងសម្ភារៈទាំងសម្ភារៈលោកគ្រូសិក្សាទាំងទីធ្លានៅក្នុងលំអសាលានោះគឺវេទនាដែរជាពិសេសគឺខែភាសានៅពេលដែលភ្លៀងមកគឺសាលាគឺលិចហ្មងលិច
សិស្សពិបាកគ្រប់ទងជាតិជួនកាលគ្រប់ទងជាតិនឹងនៅលើទឹកទៀតលិចទឹកដល់ឆ្កុងទៀតដល់កែងពេលទៅរៀនទៅសិស្សគាត់ធ្វើម៉េចឬមួយក៏គាត់ដើរជិះទូកទៅឬមួយអត់សាលាអត់មានលិចច្រើនទេបងលិចត្រឹមកជើងនេះប៉ុន្តែគាត់ដើរទៅរៀនទៅបាទលោកបងចុះលោកបងចូលជាប្រធាននឹងរយៈពេលប្រហែលឆ្នាំហើយបងអាត្មាជាប្រធានគណៈគ្រប់គ្រងនឹង2ឆ្នាំហើយតាំងពី2013រហូតដល់បច្ចុប្បន្ននេះយូរដែរលោកបងបាទគណៈចង់ត្រឡប់ទៅជីវប្រវត្តិលោកបងតិចមុនពេលលោកបងអាចคลายខ្លួនคลายជាប្រធានក៏ដូចជាគណៈគ្រប់គ្រងនៃសាលាហ្នឹងពីមុនមកលោកបងធ្លាប់មានបទពិសោធន៍តទៅមួយនឹងសិក្សាឬមួយក៏បទពិសោធន៍អីខ្លះនៅក្នុងវិស័យពុទ្ធចក្រហ្នឹងលោកបងអាត្មាមុននឹងចូលជាប្រធានគណៈគ្រប់គ្រងហ្នឹងអាត្មាភាពបានធ្វើជាគ្រូសូត្រសប្តាហ៍គ្រូសូត្រដែរគ្រូសូត្រស្ដាំនៅវត្តត្រៀនហ្នឹងកណាលោកបងត្រៀនហ្នឹងហើយជីវប្រវត្តិអាត្មាគឺបានរៀនតាំងពីសាលាបឋមបល័យរហូតដល់ចប់វិទ្យាល័យយូរដែរលោកបងបើកណាសូមអធិស្ឋានលោកបងប៉ុន្តែលោកបងចូលបួសជាសង្ឃហ្នឹងរយៈពេលប៉ុន្មានភាសាដែរអាត្មាបួសតាំងពី2008រហូតដល់បច្ចុប្បន្នយូរច្រើនជាង20ឆ្នាំលោកបងពេលនៅ2008កណាលោកបងកណាចង់បកទៅខាងសាលាវិញតើតើមួយនឹងសាលាហ្នឹងពេលដែលលោកបងចូលខ្លាចជាប្រធានដឹកនាំដំបូងនោះលោកបងជួបជាមួយនឹងបញ្ហាលំបាកអីខ្លះនៅក្នុងការព្រោះដោយសារសាលាហ្នឹងវាដំបូងពេលលោកបងចូលទៅវាអត់ទាន់មានអីទេនៅលំបាកនៅឡើយបញ្ហាដែលអាត្មាចាប់តាំងពីធ្វើជាប្រធានគណៈគ្រប់គ្រងមកអាត្មាមានបញ្ហាបញ្ហា3ដែលអាត្មាពិបាកបំផុតទី1ក៏មុនគាត់មានគណៈកម្មការមួយដែរគណៈកម្មការត្រទ្រង់មិនមែនជាគណៈកម្មការគ្រប់គ្រងទេក៏មុនជាគណៈកម្មការត្រទ្រង់មានន័យថាជាអ្នករៃអង្គាថវិកាមកកសាងសង់នៅសាលារៀនហ្នឹងប៉ុន្តែมันមានរីកចម្រើនហើយអញ្ចឹងទៅនៅពេលដែលអាត្មាចាប់ផ្ដើមធ្វើជាប្រធានគណៈគ្រប់គ្រងមានពាក្យចាំបារាមមួយថាខ្មាស់អីទេគណៈកម្មការមុនយកលុយមកដើរចាយមិនបានជួយកសាងអីទេបាទបងហើយមួយទៀតដែរតើតើនឹងគ្រូដោយសារចំនួនអាត្មាមិនទាន់ធ្វើគ្រូគាត់មានបញ្ហាមិនបង្រៀនអសកម្មមិនរៀនមិនគ្រប់ម៉ោងដើរអីពីកិច្ចការអញ្ចឹងទៅមិនបង្រៀនសិស្សហើយទី2គឺតើតើនឹងរឿងបញ្ហាប្រស៊ីនៅក្នុងសាលាមានបញ្ហាជារៀងរាល់ឆ្នាំអញ្ចឹងទៅអាត្មាបានដោះស្រាយបញ្ហាហ្នឹងរួចរាល់រយៈពេល2អាទិត្យទៅ3អាទិត្យអាត្មាដោះស្រាយបាទហើយចាប់ដើមមកអាត្មាចាប់ដើមកសាងប្រាប្រាហើយបងអញ្ចឹងបានន័យថាពេលដែលលោកបងចូលខ្លាចជាប្រធានដំបូងហ្នឹងបញ្ហាគឺច្រើនមែនតើបាទទាំងការមើងងាយពីអតីតមុនបាទហើយទាំងអ្នកដែលគាត់សមាគមនៅក្នុងប្រជាជននៅទីនោះក៏គាត់ធ្លាប់មានប្រសាសន៍ទៅលោកបងដែរប៉ុន្តែលោកបងនៅតែមានទស្សនវិស័យមួយអត់រៀបថយនៅតែចង់ទៅបន្តដំណើរដើម្បីសម័យគោលដៅទៀតចង់ដឹងថាសាលានៅតំបន់នោះវានៅឆ្ងាយដាច់ស្រយាលដែរឬមួយក៏មិនដែរលោកបងសាលានោះមិនដាច់ស្រយាលទេបងប៉ុន្តែវានៅក្នុងចិត្តសហគមន៍ដែរសាលានៅក្នុងសហគមន៍ភូមិត្រៀននោះមកបាទវាបានន័យថាវានៅតំបន់ចិត្តគ្នាដែរប៉ុន្តែគាត់ថានៅតំបន់ហ្នឹងវារៀងខ្សត់ខ្សោយខ្លាំងអញ្ចឹងទៅហើយជាស្រុកកណ្ដាលរបស់លោកបងដែរស្រុកណាអាត្មានៅសាលានៅភូមិផ្សេងនៅភូមិផ្សេងហ្មងប៉ុន្តែគាត់ថាវានៅជាប់គ្នាបាទជាគោលដៅលោកបងតើគោលដៅលោកបងដែលខ្លាយជាប្រធាននេះលោកបងនឹងផ្លាស់ប្ដូរសាលានឹងបច្ចុប្បន្ននេះលោកបងបានដឹកនាំក៏ដូចជាបានផ្លាស់ប្ដូរបានប្រមាណ%ដែរលោកបងសប្តាហ៍នេះអាត្មាបានផ្លាស់ប្ដូរនៅសាលាបឋមសាស្ត្រាបាន 70% ហើយ 70% បាទចឹងរយៈពេលប្រហែលឆ្នាំ2ឆ្នាំជាង2ឆ្នាំ2013រហូតដល់បច្ចុប្បន្នបាទចុះ2023ច្រឡំ2023បាទលោកបងចុះសម្រាប់កុមារសិស្សដែលគាត់កំពុងសិក្សានៅទីនោះមានចំនួនប្រមាណអ្នកដែរលោកបងសរុបតាំងពីមត្តេយ្យរហូតដល់បឋមដែលមានរហូត6ថ្នាក់លោកបងឥឡូវនេះមាន130នាក់ជាង130នាក់ច្រើនដែរលោកបងចុះសម្រាប់គ្រូឬមួយក៏សម្ភារៈសិក្សាអីគ្រប់គ្រាន់ដែរលោកបងមួយមិនសប្តាហ៍នេះមានការខ្វះខាតសម្ភារៈគ្រូច្រើនដែរច្រើនប៉ុន្តែបច្ចុប្បន្ននេះគ្រូដែលកំពុងតែបរិញ្ញាបត្រនៅទីនោះមានប្រមាណគ្រូមាន6នាក់ស្រី3ប្រុស3ប៉ុន្តែបូកនឹងថ្នាក់មត្តេយ្យម្នាក់ទៀតគ្រូទាំងអស់7នាក់7នាក់ស្រី3ប្រុស4បាទ
លោកបងចុះនៅក្នុងសាលាហ្នឹងបច្ចុប្បន្នឃើញថាវាលោកបងបានផ្លាស់ប្ដូរច្រើនប៉ុន្តែដោយសារតែលោកបងជាអ្នកជាប្រធានស្រាប់អញ្ចឹងលោកបងតាក់ទងមួយនឹងការអប់រំអីលោកបងអប់រំមានលក្ខណៈខុសប្លែកពីសាលាដទៃឬមួយក៏មិនដែរលោកបងអាត្មាសូមមានសន្និការមុនដំបូងដែលអាត្មាធ្វើជាប្រធានគ្រប់គ្រងហ្នឹងអាត្មាបានកសាងអំពូលសាលាមុនដោយសារទីធ្លានោះវាងឹតបាទចាប់ដើមកសាងទីធ្លាសាលាមកដាក់អំពូលសាលាមកអាត្មាកសាងក្រាអត់កាឡាក្រាអត់ការ៉ូនៅទីចកាដោយសារលោកគ្រូគាត់ពិបាកនឹងធ្វើការងាររដ្ឋបាលគាត់ធ្វើសពមុនអាត្មាធ្វើជាប្រធានគ្រប់គ្រងហ្នឹងគាត់ធ្វើកិច្ចការងារនៅក្រោមដើមប៉ុតតែប្រាំងទេបាទបងអញ្ចឹងទៅចាប់ដើមមកអាត្មាចាប់ដើមពិភាក្សាជាមួយលោកនាយកលោកគ្រូទាំងអស់តាក់ទងនឹងសិស្សអត់ចេះអក្សរអញ្ចឹងទៅអាត្មាចាប់ដើមថាពិភាក្សាយកសិស្សដែលអត់ចេះអក្សរទាំងចាប់ពីថ្នាក់ទី2រហូតដល់ថ្នាក់ទី6សិស្សណាអត់ចេះអក្សរគឺមករៀនទាំងអស់គឺអាត្មាជីងលុយក្នុងមួយខែ 100000 ជួគ្រូម្នាក់គ្រូកែវសវណ្ណាគាត់អ្នកបរៀនគ្រូក្នុងមួយខែ 100000 រៀនពេលថ្ងៃរយៈពេល1ម៉ោងកន្លះ1ម៉ោងកន្លះ 100000 ហើយចាប់ដើមពេលបច្ចុប្បន្ននេះគឺសិស្សចេះអក្សរបាន 70% ហើយ 70% ហើយសប្តាហ៍នេះសិស្សកំពុងអាត្មាកំពុងពង្រៀនអរិយាបថគឺបញ្ជ្រាបព្រះពុទ្ធសាសនានៅក្នុងពួកគាត់ជួគ្រូក្នុងមួយខែ 100000 ដែរអញ្ចឹងបានន័យថារាល់ការសាងសង់រាល់ការបណ្ដោះបណ្ដាលកុមារនៅទីនោះលោកបងចំណាយនៅថវិកាផ្ទាល់ខ្លួនរបស់លោកបងទាំងអស់ថវិកានេះមានថវិកានេះគឺរែងបានពីពុទ្ធបរិស័ទទាំងអស់ពុទ្ធបរិស័ទនៅជុំវិញទិសទាំង8មានភ្នំពេញបាត់ដំបងតាមខេត្តផ្សេងហើយញាតិញោមនៅសហរដ្ឋអាមេរិកដែរក៏បានចូលរួមដែរអញ្ចឹងបានន័យថាពួកគាត់ជួយច្រើនហើយប៉ុន្តែលោកបងធ្វើម៉េចបានអាចជួយផ្សព្វផ្សាយព័ត៌មានដែលលោកបងហ្នឹងទៅកាន់ពុទ្ធបរិស័ទផ្សេងដែលគាត់បានដឹងលោកបងពីព្រោះអាត្មាមុនដំបូងការធ្វើហ្នឹងមុនដំបូងគាត់មិនចង់ជឿដែរមុនដំបូងគឺអាត្មាវិនិច្ឆ័យសិនអញ្ចឹងបានន័យថាលោកបងដំបូងលោកបងចាប់ផ្ដើមតែម្នាក់ឯងតែម្ដងម្នាក់ឯងមុនដំបូងម្នាក់ឯងគឺដាក់អំពូលសាលាហ្នឹងគឺបានរៃញាតិញោមដែលស្គាល់ចិត្តស្និទ្ធហ្នឹងគាត់ចូលម្នាក់50រៀលម្នាក់50រៀលទេអាត្មាទិញដាក់បាន4នៅក្នុងសាលារៀនហ្នឹងចាប់ដើមហ្នឹងគាត់អាត្មាបរហោះតាមប្រព័ន្ធsocial media ហ្នឹងឲ្យពួកគាត់ឃើញហើយចាប់ដើមមកអាត្មាចាប់ដើមកសាងទីចកាអញ្ចឹងទៅសូមបច្ច័យញាតិញោមនៅសហរដ្ឋអាមេរិកគឺញោមសគុណធីរីគាត់បានចូលបច្ច័យច្រើនជាងគេតាក់ទងនឹងការអត់ការ៉ូនៅក្នុងទីចកាហ្នឹងកណាលោកបងហើយចាប់ដើមមកអាត្មាធ្លាប់ធ្វើការងារអង្គការធ្វើការងារអង្គការរយៈពេល3ឆ្នាំដែរអញ្ចឹងអាត្មាស្គាល់តាមបណ្ដាញមិត្តភ័ក្តិអញ្ចឹងទៅសូមរេងគីពីពួកគាត់អញ្ចឹងទៅហើយមានមិត្តភ័ក្តិរៀននៅសាកលនៅអីចឹងទៅសូមពួកគាត់ម្នាក់$5 $10អញ្ចឹងទៅគាត់ចូលកណាលោកបងប៉ុន្តែចង់សួរលោកបងតិចកាលលោកបងធ្វើការនៅអង្គការហ្នឹងខាងអង្គការហ្នឹងនៅក្នុងវិស័យអប់រំដែរឬមួយក៏មិនដែរវិស័យអប់រំដែរបងអញ្ចឹងបានន័យថាលោកបងបានជួបមួយនឹងខាងអង្គការហ្នឹងហើយលោកបងមានបទពិសោធន៍ខាងនឹងស្រាប់ឬមួយក៏មិនដែរអាត្មាធ្វើកិច្ចការងារអង្គការគឺតាក់ទងវិស័យ research ខាងវិស័យអប់រំបាទអញ្ចឹងទៅបានពួកគាត់ជួយផ្សព្វផ្សាយពីដំណឹងដែលលោកបងបានធ្វើហ្នឹងទៅក្រៅដល់ក្រៅប្រទេសដែរញាតិញោមនៅសហរដ្ឋអាមេរិកគឺអាត្មាស្គាល់មុនធ្វើជាប្រធានគណៈគ្រប់គ្រងទៀតអញ្ចឹងបានន័យថាធ្លាប់ស្គាល់គ្នាពីមុនហើយបាទចុះចង់សួរលោកបងវិញបច្ចុប្បន្ននេះជាស្នាដៃលោកបងក្នុងរយៈពេលលោកបងខ្លាចជាប្រធាននេះលោកបងបានមានកសាងស្នាដៃគេខ្លះបងក្រៅពីសាលាបាទបើនិយាយអំពីបច្ចុប្បន្ននេះតាំងពីអាត្មាធ្វើជាប្រធានគណៈគ្រប់គ្រងមកបើនិយាយអំពីនៅក្នុងសាលាបឋមសាស្ត្រីអាត្មាសូមបកត្រឡប់មកវិញគឺទី1ការកសាងអំពូលសាលាដាក់អំពូលសាលាទី2គឺអាត្មាចាប់ផ្ដើមកសាងនៅទីចកាគឺក្រាអត់ការ៉ូទី3ក្តងទឹកជាតិទី4ជួសជុលអគារចាស់មួយខ្នងដែលមាន3បន្ទប់នៅក្នុងសាលានៅក្នុងសាលាបឋមសាស្ត្រីហ្នឹងហើយចាប់ផ្ដើមជួសជុលអគារមកគឺអាត្មាចាប់ផ្ដើមធ្វើឡដុតសម្រាមមួយនៅក្នុងសាលាហ្នឹងហើយចាប់ផ្ដើមកសាងឡដុតសម្រាមចប់ហើយគឺអាត្មាដាក់រូបចម្លាក់សម្ដេចវីរបុរសគឺសម្ដេចជួនណាតជ័យម៉ានទី7និងក្រុមងុយហើយចាប់ផ្ដើមធ្វើប្រព័ន្ធលូទឹកហើយចប់ពីឆ្នាំ2023ដល់2024បច្ចុប្បន្ននេះគឺអាត្មាកសាងខ្លងទ្វារមួយគឺតម្លៃអស់15លានជាងច្រើន15លានជាងហើយចាក់សាមនៅក្នុងសាលាបឋមសាស្ត្រីរួចរាល់ហើយសប្តាហ៍ថ្ងៃនេះកំពុងដាក់រូបពុទ្ធឯម៉ាមួយដែរនៅក្នុងសាលាបឋមសាស្ត្រីនោះគឺសម្រាប់ឲ្យថ្ងៃ
សិស្សានុសិស្សនៅក្នុងសាលាបឋមសាស្ត្ររៀនហ្នឹងគឺក្នុងថ្ងៃសិលគឺសូត្រធម៌នមស្ការនៅក្នុងសាលារៀនហ្នឹងរងថ្ងៃសិលបានលោកបងអញ្ចឹងបានន័យថាក្រៅពីគាត់រៀនហើយពេលដែលគាត់តនេថ្ងៃសិលអីគាត់ត្រូវចូលរួមទៅស្ដាប់ធម៌ទៅសូត្រមន្តនៅទីនោះគាត់សូត្រនៅក្នុងសាលាហ្នឹងហ្មងទាំងបានន័យថាយើងមានមុខវិជ្ជាមួយបានន័យថាមុខវិជ្ជាហ្នឹងជាមុខវិជ្ជាខាងភាសាសង្ឃនៅក្នុងវិស័យអប់រំហ្នឹងដែរបាទបងអញ្ចឹងប៉ុន្តែនៅភាសាសង្ឃហ្នឹងនៅក្នុងវិស័យអប់រំហ្នឹងលោកបងបញ្ចូលមួយសប្តាហ៍ប៉ុន្មានម៉ោងលោកបងមួយសប្តាហ៍អាត្មាបរៀន2ថ្ងៃទេ2ថ្ងៃគឺថ្ងៃសុក្រថ្ងៃសៅរ៍ហើយរយៈពេល1ម៉ោងកន្លះបាទបរៀនធម៌ពួកគាត់ហើយគឺអ្នកបរៀនហ្នឹងគឺអ្នកគ្រូកែវសវណ្ណាគាត់អ្នកបរៀនហើយបានផ្ដល់ថវិកាមួយគាត់ហ្នឹងគឺមួយខែ 100000 ជូនគាត់បាទចង់សួរលោកបងថាសម្រាប់នៅក្នុងវិស័យអប់រំពេលលោកបងយកឃើញបែបម៉េចព្រោះដោយសារតែវិស័យសាលាអប់រំផ្សេងយើងមានតែនៅក្នុងអាណាចក្រទេប៉ុន្តែដោយសារខុសប្លែកអីពីលោកបងនៅក្នុងពេលដែលលោកបងដឹកនាំនេះលោកបងបរៀនទាំងអាណាចក្រហើយបញ្ជាចូលទាំងពុទ្ធចក្រទេសម្រាប់ទស្សនៈវិស័យលោកបងយល់ឃើញបែបណាបានជំរាបចូលជាមួយនឹងពុទ្ធចក្រនៅក្នុងវិស័យអប់រំពីព្រោះអាត្មាសប្តាហ៍នេះអាត្មាឃើញអរិយាប័ត្រសង្គមមនុស្សរស់នៅបច្ចុប្បន្នមានការខ្វះខាតច្រើនទាំងសិលជាពិសេសគឺសិលធម៌មានការខ្វះខាតអញ្ចឹងទៅអាត្មាគិតថាក្មេងៗយើងបើជ្រាបធម៌ក្មេងពីថ្នាក់មន្ត្រីទៅពីថ្នាក់បឋមទៅគឺពួកគាត់អាចយល់ដឹងច្រើនបាទអញ្ចឹងទៅអាត្មាបើជ្រាបធម៌ទាំងធម៌នមស្ការទាំងអរិយាប័ត្រទាំងលើកដៃសំពះទាំងឃើញចាស់ត្រូវអោនមិនទៅផ្ទះវិញត្រូវជំរាបសួរពុកហើយមុនមករៀនត្រូវជំរាបលាគ្រូមិនអញ្ចឹងបាទលោកបងចុះកន្លងពេលដែលលោកបងបានបញ្ជ្រាបចូលជាមួយនឹងភាសានឹងក្នុងរយៈពេលប្រហែលឆ្នាំដែលលោកបងចូលដឹកនាំហើយមានការផ្លាស់ប្ដូរបែបនេះបានឃើញពីសមិទ្ធផលតើតើមួយនឹងសិស្សកុមារតូចដែលគាត់បានទទួលអប់រំនឹងហើយពួកគាត់មានការផ្លាស់ប្ដូរអ្វីខ្លះលោកបងមានការផ្លាស់ប្ដូរជាច្រើនបងជាច្រើនប៉ុន្តែវាមិនផ្លាស់ប្ដូរសិស្សទាំងអស់ 100% ទេវាមានសិស្សមួយចំនួនតូចគាត់មាននៅតដែរប៉ុន្តែគាត់ថាការយល់ដឹងរបស់គាត់យ៉ាងខ្ពស់ជាងមុនបងចុះសម្រាប់អាណាព្យាបាលពួកគាត់វិញពេលដែលគាត់ឃើញកូនរបស់គាត់ផ្លាស់ប្ដូរហើយមានសិលធម៌សុជីវធម៌ខុសប្លែកពីធម្មតាអញ្ចឹងពួកគាត់យល់ឃើញមិនដែរគាត់សប្បាយចិត្តបងគាត់សប្បាយចិត្តគាត់សប្បាយចិត្តពីអតីតកាលមុនពីឆ្នាំ2023មុន2023បាទដល់ពេលអាត្មាកាន់កាប់មកគាត់មានការសប្បាយចិត្តរីករាយមានការកូនគាត់មានការរីកចម្រើនទាំងចំណេះដឹងអីទាំងអស់បាទលោកបងចុះលោកបងពេលដែលពីមុនគាត់ឃើញថាតំបន់ហ្នឹងវាអត់ទាន់មានការផ្លាស់ប្ដូរទេប៉ុន្តែក្រោយពីដែលលោកបងចូលកាន់រយៈពេល2ឆ្នាំនេះវាមានការផ្លាស់ប្ដូរអញ្ចឹងតំបន់សមាគមប្រជាជននៅតំបន់ហ្នឹងក៏ដូចជាអាណាព្យាបាលដែលគាត់ពីមុនពេលលោកបងហ្នឹងគឺមានន័យថាវារូបរាងផ្សេងប៉ុន្តែនៅពេលក្រោយដែលលោកបងកាន់មកមានការផ្លាស់ប្ដូរបែបនេះពួកគាត់ធ្លាប់មានគាត់លន់មាត់ឬមួយក៏គាត់មានពោលពាក្យសរសើរអីលោកបងខ្លះគាត់លន់មាត់គាត់សរសើរគាត់ថាយើងយកបច្ច័យពួកគាត់មកដែលគេចូលមកគាត់យើងកសាងភ្លាមៗគាត់ឃើញបាទយើងបានបច្ច័យមកយើងចាប់ផ្ដើមកសាងហ្មងថាបើយើងសុំអីចឹងគាត់ថាសុំឧទាហរណ៍ថាសុំបច្ច័យកសាងក្រុមទ្វារយើងបានបច្ច័យមកយើងកសាងមកយើងឲ្យគាត់ឃើញភ្លាមៗហ្មងអញ្ចឹងបានន័យថាលោកបងបានន័យថាគាត់សប្បាយចិត្តរីករាយបានន័យថាគាត់ធ្វើម៉េចឲ្យតែលោកបងមានកំណត់ពួកគាត់នឹងចូលរួមបាទចុះសម្រាប់នៅពេលខាងមុខតើលោកបងនឹងមានកម្រងបែបណាទៀតសម្រាប់តំបន់ហ្នឹងឬមួយក៏តកតមួយនឹងសាលាហ្នឹងលោកបងនឹងផ្លាស់ប្ដូរវាទៅជាបែបណាបន្ថែមទៀតអាត្មាតែអនាគតទៅអាត្មាចង់អាត្មាដាក់គោលដៅមួយគឺឲ្យសាលាហ្នឹងជាសាលាមេត្រីភាពជាសាលាស្តង់ដារមួយសម្រាប់នៅក្នុងតំបន់សហគមន៍ហ្នឹងបាទសាលាមេត្រីភាពហ្នឹងកណាអត់សូវយល់ប៉ុន្តែចង់ឲ្យលោកបងជួយបញ្យល់ទៅដល់បងប្អូនធ្វើម៉េចឲ្យពួកគាត់យល់ថាបានន័យថាបែបណាដែរពាក្យថាសាលាមេត្រីភាពនេះគឺសាលាដែលទាំងល្អទាំងគុណភាពទាំងអនាម័យនៅក្នុងសាលានឹងស្អាតមកជឿថាទាំងបរិស្ថាននៅជុំវិញគឺស្អាតបាទប៉ុន្តែបច្ចុប្បន្ននេះនៅតំបន់ដែលលោកបងបានកសាងហ្នឹងវាខុសប្លែកពីតំបន់ដទៃបែបណាដែរលោកបងខុសប្លែកជាងតំបន់នៅក្នុងសហគមន៍ហ្នឹងពីព្រោះយើងមានទាំងរូបចម្លាក់មានទាំងរូបចម្លាក់វីរៈបុរសនៅក្នុងស្រុកខ្មែរយើងមានប្រពុតបដិមាមានក្រាអត់កាឡាហើយនឹងធ្វើសួនច្បារហើយខ្លងទ្វារខុសប្លែកជាងគេទៀតខ្លងទ្វារយើងធ្វើស្អាតជាងគេវាលោកបងរចនាបែបណាឬមួយក៏វាមានលក្ខណៈបែបណាដែរលោកបងពីព្រោះខ្លងទ្វារគេរៀងតូចហើយគេរៀងចាស់ហើយយើងធ្វើថ្មីយើងធំជាងគេហើយយើងធ្វើស្តង់ដារវារចនាបថស្អាតជាងគេបាទលោកបងប៉ុន្តែមុននោះ
ការដើមខ្ញុំបានឃើញលោកបងផ្សាយคลิปមួយដែលលោកបងបានបង្កើតបណ្ដាល័យដែរអញ្ចឹងបានន័យថាក្រៅពីសាលាក្រៅពីកសាងស្នាដៃនៅក្នុងវត្តនោះលោកបងមានបង្កើតសាលាជាបណ្ដាល័យតូចៗនៅតាមសហគមន៍ដែរមែនលោកបងបាទអាត្មាភាពបានធ្វើបណ្ដាល័យតូចៗមួយដាក់នៅក្នុងសហគមន៍ជាពិសេសគឺនៅសហគមន៍ភូមិកាញ់ពីព្រោះសហគមន៍ភូមិកាញ់នោះអាត្មាបានកសាងសាលាឈុតទៀនមួយរួមជាមួយលោកយាយពើនំប៉ុន្តែលោកយាយពើនំជាអកុសលក៏បានមរណភាពហើយអញ្ចឹងទៅអាត្មាបានកសាងសាលាឈុតទៀនមួយហ្នឹងនៅសាលាទូដាំពូអញ្ចឹងទៅដោយសារសាលាទូដាំពូហ្នឹងវាមានសហគមន៍ហ្នឹងសាលាទូដាំពូវានៅក្តារភូមិអញ្ចឹងទៅប្រជាពលរដ្ឋនៅពេលដែលខែធ្វើស្រែគាត់បោច្រាក់ស្នាក់ជ្រើកោនៅក្នុងនៅកន្លែងសាលាបនហ្នឹងហើយដូចជាសិស្សានុសិស្សដែលគាត់ជិះឆ្លងកាត់មកជួនកាលគាត់ពេលទំនេរអញ្ចឹងទៅគាត់មកអង្គុយលេងនៅកន្លែងហ្នឹងអញ្ចឹងទៅអាត្មាឃើញថាជាឱកាសមួយកុំឲ្យគាត់អង្គុយលេងអត់ប្រយោជន៍យើងដាក់ទូបណ្ណាល័យមួយដែលជាការឧបត្ថម្ភរបស់បងអុកវ៉ាន់ដេដែលជាប្រធានសាលាដងនៅបាទអញ្ចឹងបានថាគាត់ចូលរួមជាមួយលោកបងដែរបាទគាត់ប្រកេនទូមួយប្រកេនទូ2អញ្ចឹងទៅអាត្មាដាក់នៅក្នុងនោះដាក់នៅក្នុងទូសាលាទូដាំពូមួយហើយដាក់នៅក្នុងសាលាបឋមសាស្ត្រីអាត្មាមួយដែរអញ្ចឹងសម្រាប់បណ្ដាល័យចល័តនេះបច្ចុប្បន្នលោកបងប្រៀបវាបានប្រហែលទីតាំងដែរលោកបងអាត្មាបាន3ទីតាំងហើយនៅទូដាំពូមួយសាលាបឋមសាស្ត្រីមួយហើយ2ហើយនៅខេត្តកោះកុងមួយដែរខេត្តកោះកុងអញ្ចឹងក្រៅពីនៅតំបន់សាលាលោកបងនៅបាភ្នំឈើកាច់ដែរលោកបងបាទអញ្ចឹងក្រៅពីនៅបាភ្នំព្រៃវែងហ្នឹងយើងបរិចដល់កោះកុងមួយទៀតបាទអញ្ចឹងចង់សួរលោកបងថាមូលហេតុអីបានជាលោកបងដាក់ពង្រីកក៏ដូចជាបង្កើតបណ្ដាល័យចល័តនឹងឡើងលោកបងពីព្រោះអាត្មាយកឃើញថាសប្តាហ៍ថ្ងៃនេះយុវជនមួយចំនួនធំមែនតើគាត់មិនបានអានសៀវភៅទេអញ្ចឹងអាត្មាចង់ឲ្យយុវជនសប្តាហ៍ថ្ងៃនេះមានការចូលរួមការអានសៀវភៅឬអំណានជីវិតរបស់គាត់ឲ្យបានច្រើនដើម្បីគុំឲ្យគាត់ទៅលេងទូរស័ព្ទអីច្រើនពេកបាទនៅពេលដែលគាត់អានសៀវភៅទៅគាត់មានចំណេះដឹងពុទ្ធិច្រើនដើម្បីដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃបាទបងសម្រាប់លោកបងផ្ទាល់សម្រាប់លោកបងតើលោកបងយល់ឃើញបែបណាចំពោះសារៈសំខាន់នៃការអានហ្នឹងលោកបងពីព្រោះការអានសៀវភៅដូចវាមានសារៈសំខាន់ច្រើនសម្រាប់ជីវិតមនុស្សដោយអាត្មាភាពហ្នឹងក៏មុនអាត្មាជាអានអក្សរទេជាអានអក្សរទេហើយអញ្ចឹងទៅអាត្មាមកបួសនៅក្នុងពុទ្ធសាសនាគឺអាត្មាចាប់ផ្ដើមផ្លាស់ប្ដូរការអជាអក្សរមកជាអក្សរវិញគឺអាត្មាអានសៀវភៅតាមរយៈអានសៀវភៅហើយសារៈប្រយោជន៍នៃការអានសៀវភៅហ្នឹងទី1ធ្វើឲ្យមនុស្សមានទម្លាប់ល្អទី2ធ្វើឲ្យមនុស្សមានចំណេះដឹងទី3នៅពេលដែលមនុស្សដែលអានសៀវភៅហើយយល់ច្រើនគាត់ទៅទីណាអីគាត់មានភាពក្លាហានចូលចំណោមគេអត់មានភ័យខ្លាចមួយទៀតគឺការនិយាយស្ដីហ្នឹងគឺមានភាពបែកបាត់សំរុំបានតែមានក្លាហានជាងមុនហើយនិយាយទៅមានយើងដឹងខុសដឹងត្រូវបាទដឹងខុសត្រូវកាលណាមានសំណួរមួយទៀតចង់សួរលោកបងថាតើវិស័យអប់រំក៏ដូចជាវិស័យអាណាចក្រនិងពុទ្ធចក្រនោះវាសំខាន់ទេនៅសម្រាប់យុវជនដែលពួកគាត់គួរតែស្វែងយល់ពួកគាត់គួរតែយល់ដឹងបាទបងពីព្រោះប្រទេសកម្ពុជាយើងជាសាសនារបស់រដ្ឋអញ្ចឹងយុវជនទាំងអស់និងទាំងអាត្មាភាពទាំងអីហ្នឹងគឺมันអាចបដិគ្នាបានទេទាំងវិស័យពុទ្ធចក្រនិងអាណាចក្រពីព្រោះការពីសម័យដើមមកពុទ្ធបរិស័ទទាំងអស់គឺកូនរបស់ពុទ្ធបរិស័ទគឺមករៀននៅក្នុងរៀននៅក្នុងវត្តរៀនជំនាញធ្វើផ្ទះធ្វើអីជាដើមអញ្ចឹងអាត្មាការថាសប្តាហ៍ថ្ងៃនេះពុទ្ធចក្រអាណាចក្រគឺដើរទៅទឹមគ្នាបាទប្រសិនបើយើងអត់ពុទ្ធចក្រពីព្រោះអរិយាបថគឺត្រូវធ្លាក់ចុះហើយបាទប្រសិនបើយើងមានពុទ្ធចក្រអរិយាបថក៏សិលធម៌នឹងមានការរីកចម្រើនបាទអញ្ចឹងបានន័យថាតើតើមុននឹងសិលធម៌សុជីវធម៌អីហ្នឹងគឺយើងមិនមែនពឹងតែអាណាចក្រទេយើងត្រូវចូលរួមជាមួយនឹងពីខាងពុទ្ធចក្រដែរបាទដូចដែលពាក្យចាស់គាត់ថាដើរមាន3សេចក្តីមាន4ហ្នឹងលោកបងលោកបងអាចបកស្រាយបន្តិចបានទេព្រោះមានបងប្អូនខ្លះក៏គាត់គិតថាពាក្យហ្នឹងវាមានន័យសាមញ្ញប៉ុន្តែវាមានអត្ថន័យរបស់វាជ្រាលជ្រៅហើយវាសំខាន់ដែលយើងគួរតែយល់ដឹងពីពាក្យហ្នឹងពីព្រោះពាក្យនេះវាការបកស្រាយខុសៗគ្នាដើរមាន3ស្ដីមាន4ហ្នឹងគឺដើរមាន3គឺដើរមានពេលវេលាសម្រាប់យើងការដើរស្ដីហ្នឹងគឺសម្រាប់ពួកយើងនិយាយឲ្យដឹងពេលវេលាដឹងការដឹងចាស់ទុំអីជាដើមអញ្ចឹងទៅបងបាទចង់សួរពីគោលដៅក៏ដូចជាទស្សនវិស័យលោកបងចុងក្រោយនៅក្នុងគោលបំណងដែលលោកបងទៅមុខបន្ទាប់ទៀតតើលោកបងនឹងផ្លាស់ប្ដូរតំបន់ដូចជាវត្តអារាមនៅទីតំបន់លោកបងហ្នឹងក៏ដូចជាសាលាក៏ដូចជាបណ្ដាល័យចល័ត
តើទៅខាងមុខទៀតលោកបងនឹងផ្លាស់ប្ដូរវាទៅជាបែបណាដើម្បីចង់ឲ្យលោកបងរៀបរាប់ដោយសារតែបងប្អូនពេលដែលបងប្អូនគាត់ដឹងទៅក៏ពួកគាត់អាចនឹងចូលរួមជាបច្ច័យដើម្បីជួយជ្រោមជ្រែងជាមួយលោកបងដែរ អាត្មាដាក់គោលដៅតាំងពី2023មកគឺថាធ្វើយ៉ាងណាឲ្យសាលានោះគឺស្អាត បាទ ស្អាតហើយជាសាលាមួយស្តង់ដារមានធនធាននៅក្នុងសហគមន៍នឹងគឺមានធនធានឲ្យច្រើន បាទ មានចំណេះដឹងនិងមានពុទ្ធិហើយមានការថាជីវភាពរស់នៅឲ្យបានល្អដោយសហគមន៍ដទៃហើយអាត្មាដាក់គោលដៅបច្ចុប្បន្ននេះគឺដាក់គោលដៅនោះគឺធ្វើម៉េចឲ្យសាលានោះគឺជាសាលាមេត្រីភាពជាសាលាស្តង់ដារ បាទ ទាំងគ្រូទាំងសិស្សទាំងបរិស្ថាននៅក្នុងសាលាបឋមសាស្ត្ររៀន កណាលោកបងលោកបងចុះបើសិនជាមានពុទ្ធបរិស័ទគាត់ចង់ចូលរួមជាបច្ច័យជាមួយលោកបងដែរតើពួកគាត់គួរតែចូលរួមតាមណាឬមួយក៏ពួកគាត់ត្រូវធ្វើបែបណាទើបអាចជួបឬមួយក៏បានជួយជាមួយនឹងលោកបង ប្រសិនបើពុទ្ធបរិស័ទញាតិញោមជាពុទ្ធបរិស័ទទាំងអស់បាទចង់ចូលរួមកសាងនៅសាលាបឋមសាស្ត្ររៀននេះគាត់អាចតាមតាក់ទងតាមរយៈលេខទូរស័ព្ទអាត្មាផ្ទាល់គឺ069 29 69 69 បាទ លេខទូរស័ព្ទអាត្មាភាព បាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ចូលរួមជួយដល់សមាគមដែលលោកបងកំពុងតែដឹកនាំក៏ដូចជាចង់ជួយទៅដល់វិស័យអប់រំព្រោះលោកបងបានបង្កើតជាមួយនឹងបណ្ដាល័យអានដោយអត់មានគិតថ្លៃទេគ្រាន់តែបងប្អូនមានពេលបងប្អូនអាចទៅអានដោយសេរីបាទហើយមួយទៀតបើសិនជាបងប្អូនពុកម៉ែបងប្អូនចង់ចូលរួមកែប្រែតំបន់ដែលលោកបងកំពុងតែដឹកនាំនេះពីព្រោះដោយសារនៅក្នុងនោះគឺមានកុមាររហូតជាង100នាក់អញ្ចឹងបើសិនជាលោកបងប្អូនចាប់អារម្មណ៍ក៏ដូចជាចង់ជួយជ្រោមជ្រែងជាមួយនឹងគោលដៅរបស់បងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទរបស់លោកបងដែលបានប្រាប់នៅលើអេក្រង់មុននេះហើយជាចុងក្រោយលោកបងមានជាសារអីចង់ផ្ដាំផ្ញើទៅកាន់បងប្អូនដែលគាត់ទស្សនាក៏ដូចជាមានអីទៅសនំពរទៅកាន់ពួកគាត់របស់អាត្មាភាពมันមានអ្វីផ្ដាំឆ្ងាយទេមានតែពាក្យតិចតួចថាសូមឲ្យញាតិញោមជាពុទ្ធបរិស័ទទាំងអស់មេត្តាចូលរួមវិស័យអប់រំនឹងជាមួយរដ្ឋាភិបាលជាពិសេសគឺក្នុងបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានដាក់គោលដៅវិស័យការថាយុទ្ធសាស្ត្របញ្ចកោណគឺទី1គឺវិស័យធនធានមនុស្សអញ្ចឹងញាតិញោមសូមមេត្តាជួយកសាងជួយជំរុញវិស័យធនធានមនុស្សឲ្យបានច្រើនដោយបណ្ដាប្រទេសមួយនៅជុំវិញយើងនេះបាទអញ្ចឹងមានតែប៉ុណ្្នឹងយើងបាទកណាសូមអរគុណបងបាទហើយជាចុងក្រោយកណាក៏សូមខន្តីអភ័យទោសទៅកាន់លោកបងហើយក៏ដូចជាបងប្អូនដែលកំពុងតែទស្សនាវីដេអូនេះដោយសារតែខ្ញុំបាទតាក់ទងជាមួយនឹងភាសាសង្ស័ព្ទហ្នឹងគឺមិនសូវជាប៉ិនក្នុងការប្រើភាសាទេដោយសារតែពីមុនមកដោយសារអត់ធ្លាប់ជាបួសក្នុងវិស័យពុទ្ធចក្រអញ្ចឹងទៅការប្រើភាសាអីអាចនឹងមានការជ្រុលជ្រោះហួសអញ្ចឹងសូមបងប្អូនដែលបានទស្សនាវីដេអូនេះហើយបើសិនជាមានចំណុចណាដែលគិតថាខ្ញុំសួរទៅវាអត់ត្រូវអីសូមបងប្អូនមេត្តាខន្តីអភ័យទោសដល់ខ្ញុំដោយសារតែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាការប្រើភាសាមានប្រកបជាមានកំហុសខុសឆ្គងហើយអញ្ចឹងជាចុងក្រោយខ្ញុំបាទមានតែប៉ុណ្្នឹង